គ្រូថ្ងៃនេះដែរខ្ញុំមកប្រើប្រាស់ command ASA ចឹងUMI ដើម្បីបង្ហាញ file នៃ user ឈ្មោះអីចឹង PWA បង្ហាញ directory ចឹងសម្រាប់LSCPU នេះ command LSCPU នេះគឺវាបង្ហាញចំនួន core និង architecture ហើយនិង model ចឹងចំពោះ ATOP វិញគឺវាបង្ហាញ process interactive សិនមកមានដំណើរការអូខេចឹងវាដំណើរការធម្មតាទេតែបើសិនបើវាអត់ដំណើរការយើងត្រូវការប្រើប្រាស់ sudo apt install ATOP ចឹងខ្ញុំធ្វើការ exit វិញចឹងមួយទៀតខ្ញុំនឹងប្រើប្រាស់ command clear ដើម្បី clear ងាយស្រួលមើលចឹងសំពោះcommand df.h នេះគឺវានឹងបង្ហាញ disk usage ដែលជា GB និង MB ហើយចំនួន free 8 នេះវិញ free ដល់ 8 នេះវិញវានឹងបង្ហាញ RAM usage ដែលយើងប្រើប្រាស់ចឹងចំណែក PS AUX នេះវិញវានឹងបង្ហាញ process ទាំងអស់ចឹង process AUX មានន័យអក្សរ A មានន័យថា all user អក្សរ U user format ហើយនឹង X background process អូខេចឹងនេះគឺជាវា process ដែលវាបង្ហាញ process ទាំងអស់ដែលខ្ញុំកំពុងដំណើរការចឹងខ្ញុំធ្វើការ clear នេះគឺដើម្បីប្រើប្រាស់ clear service មួយណាដែលយើងចង់ clear ឧទាហរណ៍ខ្ញុំចង់ clear ទីខ្ញុំចង់ clear លេខ 9 ចឹងខ្ញុំឲ្យលេខ 9ខ្ញុំ clear root event and bound ចុះចឹងខ្ញុំឲ្យលេខ not set process ដែលសារវាមានអូខេចឹងចំណែក clear វិញគឺយើងប្រើប្រាស់ command clear ដើម្បី clear service មួយណាដែលយើងចង់ clear ឧទាហរណ៍ខ្ញុំ clear service ដែលមានបញ្ឈប់ ID របស់វាដែល ID វាលេខ 9 និង 1085 ចុះចឹងខ្ញុំនឹងបញ្ឈប់ID របស់វាដែលខ្ញុំធ្វើការ clear តែខ្ញុំអត់ clear ទេដោយសារវាអាចធ្វើឲ្យ system ខ្ញុំ crash ចឹងខ្ញុំធ្វើការ ASA ចឹងចឹងASA ចូលហើយហើយមកធ្វើចូលចឹងខ្ញុំប្រើប្រាស់ command lsb អូខេ lsb នេះគឺបង្ហាញ disk និង partition អូខេនេះគឺជា disk ហើយនិង partition ខ្ញុំចឹង sudo ខ្ញុំនឹងប្រើប្រាស់ command sudo ls8w អូខេវាបង្ហាញហើយអញ្ចឹងcommand នេះដែរវាបង្ហាញព័ត៌មាន hardware របស់យើងនីមួយៗដែលវាលម្អិតមែនតើអញ្ចឹងខ្ញុំធ្វើការ command clear វិញអញ្ចឹងខ្ញុំនឹងធ្វើការ sudo ប្រើប្រាស់ command sudo shutdown ដល់ on នេះអញ្ចឹងវានឹងធ្វើការ restart ម៉ាស៊ីនភ្លាមអញ្ចឹងខ្ញុំនឹងធ្វើការប្រើប្រាស់ command នេះហើយខ្ញុំចូលទៅមើលម៉ាស៊ីនរបស់ខ្ញុំ
ok chẳng vì mình vừa cái extension đầu tiên về một cái login hay dùng về IP chắc nằm bay mờ IP address cứ có mối tiết cứ IP nằm bay mờ IP nằm bay computer SA ok chẳng chúng tôi ca shutdown chẳng comment ní miền tây phần năng chẳng vừa càng vì comment shutdown bay phần luật